បាទខ្ញុំសូមជម្រាបសួរបាទខ្ញុំឈ្មោះពួយវុធីខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់ទូទាំងនៃប្រទេសកម្ពុជាហើយនិងទូទាំងសកលលោកបាទខ្ញុំសូមថតខ្លួនឯងនេះខ្ញុំសូមឲ្យបានបងប្អូនជួយដឹងជួយលើទាំងអស់ទូទាំងប្រទេសកម្ពុជាហើយនិងទូទាំងពិភពលោកគឺខ្ញុំខ្ញុំឈ្មោះពួយវុធីខ្ញុំគឺជាលោកអត្តរាជលោកសុនស៊ីសមុទ្រចាប់ជាតិបាទហើយខ្ញុំនិយាយនេះខ្ញុំសំអាងថាខ្ញុំមានសម្លេងរបស់លោកនៅក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំនឹងច្រៀងឲ្យអស់លោកបានស្ដាប់ហើយខ្ញុំលើកដៃបួងសួងនិងប្រកាសទៅដល់ប្រិយមិត្តបងប្អូនទាំងអស់ទូទាំងពិភពលោកហើយនិងទូទាំងនៃប្រទេសកម្ពុជាយើងនេះគឺខ្ញុំសូមមានការពឹងពាក់សូមឲ្យអស់លោកទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំនេះហើយបើសិនជាបងប្អូនស្រណោះអាណិតនិងមេត្តាដល់រូបខ្ញុំផងបាទខ្ញុំសូមមេត្តាឲ្យបងប្អូនទាំងអស់ទូទាំងពិភពលោកហើយនិងទូទាំងនៃប្រទេសកម្ពុជាយើងនេះសូមឲ្យជួយដល់ក្រុមគ្រួសារខ្ញុំហើយនិងជួយដល់ជីវិតខ្ញុំផងបាទព្រោះខ្ញុំមានជីវភាពក្រីក្រខ្លាំងណាស់បាទហើយខ្ញុំធ្លាប់ប្រកបមុខរបរធ្វើប្រជាកសិករដែរក៏ប៉ុន្តែត្រូវគេបោកប្រាស់ខ្ញុំធ្វើឲ្យខ្ញុំធ្លាក់ខ្លួនក្រមកដល់ថ្ងៃនេះបាទហើយខ្ញុំប្រឹងប្រែងតស៊ូនៃឆាកជីវិតអស់ហើយតែជីវិតរបស់ខ្ញុំគឺនៅតែរងទុក្ខលំបាកដល់ជីវិតរបស់ខ្ញុំផ្លោះឲ្យខ្ញុំមិនដឹងថាមានការពឹងពាក់ទៅបែបណាទៀតទេព្រោះខ្ញុំតស៊ូអស់ហើយកម្មករគេនឹងធ្វើចំការស្រែខ្លួនឯងអីក៏ខ្ញុំធ្វើអស់ហើយតែជីវិតខ្ញុំនៅតែពិបាកមិនបានទទួលក្តីសុខអីសោះគឺមួយថ្ងៃជីវិតខ្ញុំជួបតែការលំបាកវេទនាខ្លោចផ្សាផ្លោះឲ្យខ្ញុំមានតែការពឹងពាក់ទៅបងប្អូនទាំងអស់ដែលជីវិតខ្ញុំនៅរស់សប្តាហ៍ថ្ងៃនេះខ្ញុំមិនដែលមានជីវិតថាចង់រស់នៅមួយដងណាឡើយទេព្រោះខ្ញុំមានថាជីវិតរបស់ខ្ញុំមានជីវិតថាខ្លួនឯងគឺពិបាកខ្លាំងណាស់តស៊ូរស់នឹងជីវិតក៏ពិបាកខ្លាំងណាស់ម្ល៉េះហើយខ្ញុំគិតថាជីវិតនេះគឺជាជីវិតចុងក្រោយរបស់ខ្ញុំទៅចុះសូមឲ្យបងប្អូនបានទទួលនៃរូបភាពវីដេអូដែលខ្ញុំបានថតខ្លួនឯងនេះទៅហើយសូមឲ្យបងប្អូនមេត្តាចាប់ផលជួយដល់ជីវិតរបស់ខ្ញុំហើយនិងក្រុមគ្រួសាររបស់ខ្ញុំផងព្រោះខ្ញុំមិនដឹងថាមានការពឹងពាក់អ្នកណាទៀតទេក្រៅពីបងប្អូនទស្សនិកជនទូទាំងនៃប្រទេសហើយនិងទូទាំងពិភពលោកហើយខ្ញុំថតវីដេអូខ្លួនឯងទៅនេះក៏ខ្ញុំសំអាងថាខ្ញុំគឺជាលោកអត្តរាជសុនស៊ីសមុទ្រដែលលោកចាប់ជាតិមកនឹងខ្ញុំនៅក្នុងជាតិនេះខ្ញុំនិយាយនេះគឺខ្ញុំមានផុសតាំងសំអាងថាខ្ញុំច្រៀងសម្លេងរបស់លោកគឺសម្លេងរបស់លោកគឺនៅនឹងខ្ញុំគឺនៅនឹងជីវិតរបស់ខ្ញុំហើយខ្ញុំនិយាយនេះទៅមិនមែនតែខ្ញុំអួតអាងមិនមែនតែខ្ញុំយកគេមកលើកស្ទួយខ្លួនឯងឲ្យខ្លួនឯងនឹងយ៉ាងម៉េចនោះទេគឺខ្ញុំសូមថាបើសិនជាអស់លោកមានចិត្តករុណាមេត្តាធម៌មានមេត្តាសន្តោសជួយដល់ជីវិតអ្នករងគ្រោះលំបាកក្រីក្រខ្លាំងដូចជារូបខ្ញុំនេះសូមឲ្យមេត្តាលោកជួយហើយក៏សូមឲ្យចិត្តរបស់អស់លោកទាំងអស់ដែលបានឃើញវីដេអូរបស់ខ្ញុំនេះហើយសូមកុំមានសេចក្តីប្រកាន់ឬអើងមើលងាយមើលថោកអ្វីឯសោះសូមឲ្យអស់លោកបានបុណ្យបានកុសលអស់លោកជួយជីវិតខ្ញុំគឺបានបុណ្យបានកុសលគ្រប់រូបគ្រប់គ្នាណា
ហើយខ្ញុំក៏មានតែម្រាមដៃ10នេះទេខ្ញុំមានអារម្មណ៍ថាខ្លួនឯងខ្សោយណាស់ខ្ញុំមិនអាចរៀបរាប់តទៅទៀតបានទេពេលនេះខ្ញុំមានតែចាប់ដើមនឹងច្រៀងឲ្យអស់លោកស្ដាប់ទាំងអស់គ្នាគឺខ្ញុំអត់បាយអត់ទឹកមក7 8ថ្ងៃទៅហើយគឺកំសត់ខ្លាំងណាស់ចឹងខ្ញុំសូមច្រៀងបទនេះក៏មានក្រោមចំណងជើងថាអោធម្មជាតិអើយអូធម្មជាតិអើយបងកើតខ្ញុំហើយមិនដេចឡើយមកប្រឡ័យឲ្យខ្សែដូចនេះណាបានយល់ស្នេហាឲ្យលើប្រាងងឹតឈឹងបើប្រាងងឹតទៅចោទៀតនេះបានជាខអស់ហើយក្តីរំពឹងខ្ញុំឈប់ចង់ដឹងឈប់រំពឹងហើយស្នេហាវើម្ដេចនិស័យកម្មតាមផ្ដន់ទីជាតិនេះវេទនីក្រមគ្រាស្ទើរតែមរណារស់នៅរាល់ថ្ងៃអត់ន័យខ្លឹមសារជួបតែស្នេហាដូចផ្សែងភ្លឺហើយងងឹតអត់យល់រស្មីស្នេហាហើយប្រែអត់ន័យរាល់ថ្ងៃទូចំបែងតែស៊ូទ្រាំរស់ម្នាក់ឯងតាមព្រេងវាសនាវើម្ដេចនិស័យកម្មតាមផ្ដន់ទីជាតិនេះវេទនីក្រមគ្រាស្ទើរតែមរណារស់នៅរាល់ថ្ងៃអត់ន័យខ្លឹមសារជួបតែស្នេហាដូចផ្សែងលឺហើយងងឹតអត់យល់រស្មីស្នេហាហើយប្រែអត់ន័យរាល់ថ្ងៃទ្រូងចំបែងតែស៊ូទ្រាំរស់ម្នាក់ឯងតាមព្រេងវាសនាបាទលេខទូរស័ព្ទរបស់ខ្ញុំមាន097
097បាទខ្ញុំសូមហៅសាមីបាទលេខ097 400អូសុំជាសុំទៅបងប្អូនហឹងជាពេកអត់បានហូបបាយហូបទឹកមក6 7ថ្ងៃ8ថ្ងៃដល់ចឹងរយនិយាយអីមិនចង់លឺទេបាទគឺហឹងជាអស់ហើយបងប្អូនអើយសូមអធិស្ឋានផងខ្ញុំកុំប្រកែប្រកាន់ខ្ញុំអីខុសឆ្គងត្រង់ណាអីសូមអធិស្ឋានកុំប្រកែប្រកាន់ខ្ញុំអីខ្ញុំហឹងលឹកជាពិតប្រកបមែនបាទខ្ញុំគឺខ្ញុំខ្សោយខ្លាំងណាស់បាទគឺខ្ញុំសូមអធិស្ឋានសូមភ័យទោសកុំប្រកែប្រកាន់អីបាទខ្ញុំសូមហៅសាមីបាទ097 46 39 ហើយនឹងលេខ1បាទសូមហៅម្ដងទៀត097 39 ហើយនឹងលេខ1បាទថ្លង់ឡានណាបងប្អូនអើយតើមិនសូវជាឮច្បាស់ទេសូមបងប្អូនកុំប្រកែប្រកាន់អីបាទខ្ញុំហៅលេខបងប្អូនម្ដងទៀត097 46 69 39កាមេរ៉ានឹងមិនទេបងប្អូនអើយនេះចេះតែអលត់ចឹងពិបាកហៅលេខដែរណាបងប្អូនអើយខ្ញុំពិបាកហៅលេខណាបងប្អូនអើយទូរស័ព្ទខ្ញុំមិនទេនេះហៅចេះតែអលត់ចឹងសូមបងប្អូនកុំកែប្រកាន់បាទជាស្រ័យផងបាទខ្ញុំចង់ឲ្យបងប្អូនបានឃើញច្បាស់បាទខ្លាចលើអត់ច្បាស់អីបាទសូមហៅម្ដងទៀតបាទ090លុតទៀតហ៎097 46 69 39ហើយនឹងលេខ1បាទ
បាទបាទសូមអរគុណបាទសូមជម្រាបលាសូមឲ្យបានសុខសប្បាយសុខចម្រើនទាំងអស់គ្នាបាទ